ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចានេះគឺជាតប៉ែខ្មៅចាតប៉ែខ្មៅដាក់ដូងឆ្ងាញ់ណាបងប្អូនចាថ្ងៃនេះខ្ញុំមករៀបរាប់ពីពិធីដែលខ្ញុំធ្វើតប៉ែខ្មៅហ្នឹងបងប្អូនចាហើយនេះក៏តំណើពណ៌ខ្មៅហ្នឹងក៏តំណើខ្មៅខ្ញុំយក1គីឡូ2ខាំចាខ្ញុំលាងសម្អាតវាប្រហែល3បន្ទឹកទៅឲ្យវាទឹករៀងថ្លាបន្តិចសិនចាហើយខ្ញុំត្រាំវាចោលប្រហែលជា4-10នាទីទេបងប្អូនហើយខ្ញុំដាក់ដាំ1គីឡូ2ខាំហ្នឹងខ្ញុំដាក់ប្រហែលមួយថ្នាំងដៃតែមួយថ្នាំងដៃហ្នឹងកុំដល់ថ្នាំងដៃពេករៀងលួចចុះក្រោមតិចទៅចាអូខេហើយចំពោះការដាំតប៉ែហ្នឹងគឺខ្ញុំដាំនៅក្នុងឆ្នាំងភ្លើងទេព្រោះខ្ញុំធ្លាប់ដាំនៅឆ្នាំងភ្លើងខ្ញុំដឹងរង្វាល់របស់ខ្ញុំណាបើខ្ញុំដាំបងប្អូនអាចដាំនៅឆ្នាំងកង្ហ្គាសដាក់ដាំហ្គាសក៏បានដែរចាហើយនេះចាបងប្អូនគឺជាមេតប៉ែខ្ញុំយករូបហង្សខ្ញុំទិញពីខ្មែរមកហើយបងប្អូនចាហើយចំនួនដែលខ្ញុំដាក់ហ្នឹងគឺចំនួន5គ្រាប់សម្រាប់អង្គតំណាប់ខ្មៅ1គីឡូ2ខាំហ្នឹងចាហើយខ្ញុំយកវាទៅកិនណាខ្ញុំដាក់នៅក្នុងថង់ស៊ីប្លុកកុំឲ្យចូលខ្យល់ហើយគិតរៀបវាឲ្យកិនមកចាបងប្អូនកិនវាឲ្យម៉ត់ហើយពីមុនខ្ញុំប្រើរូបរូបចាបប៉ុន្តែឥឡូវក៏លែងមានរូបចាបគេថាវាមានរូបហង្សហើយប្រើការប្រើប្រាស់ដូចគ្នាហើយក្រុមហ៊ុនតែមួយហើយល្អដូចគ្នាចាឥឡូវនេះបាយខ្ញុំដាំឆ្អិនហើយបងប្អូនឃើញទេគឺការដាំបាយហ្នឹងគឺសំខាន់កុំឲ្យទន់ពេកហើយកុំឲ្យរឹងពេកចាតែទន់ពេកក៏ធ្វើក៏អត់ឆ្ងាញ់ដែររឹងពេកក៏ធ្វើអត់ឆ្ងាញ់ដែរតែរឹងប៉ុណ្នេះវារៀងរឹងបន្តិចដែរប៉ុន្តែខ្ញុំអាចធ្វើល្មមឆ្ងាញ់ព្រោះអីខ្ញុំដឹងថាខ្ញុំធ្វើប៉ុណ្្នឹងគឺល្មមតែម្ដងចានេះបងប្អូនឃើញទេតប៉ែខ្មៅហ្នឹងត្រូវការឲ្យបាយតំណើបហ្នឹងកុំឲ្យទន់ពេកហើយកុំឲ្យរឹងពេកចាប៉ុណ្នេះគឺល្មមចាហើយឥឡូវហ្នឹងខ្ញុំដួសមកដាក់នៅក្នុងថាសសិនដើម្បីដាក់ឲ្យវាត្រជាក់ចាហើយខ្ញុំដាក់2ថាសបងប្អូនព្រោះអីខ្ញុំអត់ចង់ឲ្យវាកកខ្ពស់ពេកវាគ្រាន់ត្រជាក់ហើយមុននឹងខ្ញុំរៀបចំចាវហ្នឹងបងប្អូនខ្ញុំដាក់ទឹកកន្លះចានហើយដាក់អំបិលលាស់លព្រាដើម្បីដាក់ចាវជាមួយនឹងតប៉ែយើងកុំឲ្យជាប់ដៃបងប្អូនចានេះបងប្អូនខ្ញុំពេលវាត្រជាក់ហើយខ្ញុំចាប់ផ្ដើមរោយតប៉ែមេតប៉ែខ្ញុំហ្នឹងដាក់ពីលើហ្នឹងរោយហើយយើងជ្រលក់មួយទឹកអំបិលយើងហ្នឹងចាច្បល់វាឲ្យសប់ចូលគ្នាមកចានេះបងប្អូនឃើញទេខ្ញុំរោយពីលើមិញហ្នឹងហើយខ្ញុំដាក់ចូលចឹងមកចាចាប់ផ្ដើមច្បល់ហើយសូមបញ្ជាក់ដែរបងប្អូនពេលយើងច្បល់ហ្នឹងណាកុំច្របាច់វាឲ្យវល់បងប្អូនយើងច្បល់មកល្មមហើយឲ្យវាសប់ចូលគ្នាមកបានហើយនេះខ្ញុំថែមមួយថាសទៀតព្រោះអីខ្ញុំលាយឲ្យវាសប់អញ្ចឹងខ្ញុំដាក់ម្ដងបន្តិចសិនមិញហ្នឹងមួយថាសឥឡូវមួយថាសទៀតហើយរោយមេតប៉ែដែរយើងមានហ្នឹងម្ដងបន្តិចសិនដើម្បីឲ្យវាសប់បងប្អូនហើយយើងធ្វើដដែលអញ្ចឹងរហូតដល់យើងអស់មេតប៉ែដែលយើងបានកិនចំនួន5គ្រាប់ហ្នឹងបងប្អូនចាដូចខ្ញុំបានបញ្ជាក់ចឹងបងប្អូនយើងកុំច្បល់ច្របាច់វាឲ្យបែកសាច់ឬក៏បែកម៉ត់ខៃជាមួយនឹងបាយយើងចាធ្វើវាថ្នមដៃដែរចានិយាយទៅច្បល់ចុះច្បល់ឡើងចឹងទៅហើយដល់ពេលដែលយើងឃើញថាសពហើយយើងត្រូវយកឆ្នាំងមកដាក់ទុកដើម្បីឲ្យដាក់ចាវទុកប្រអាប់ទុកហើយឆ្នាំងហ្នឹងគឺត្រូវតែស្អាតហើយអត់មានជាប់ទឹកគឺស្ងួតល្អហើយយើងចាវមកយើងដល់យកវាដាក់ចូលទៅក្នុងហ្នឹងបងប្អូនអាចពូតក៏បានតែខ្ញុំអត់ចូលចិត្តពូតដោយសារអីត្រូវការចំណាយពេលយូរហើយខ្ញុំមានកូនទូចខ្ញុំប្រញាប់អញ្ចឹងទៅចាហើយយើងដាក់ចូលឲ្យវាពេញកុំដាក់ពេញសំខាន់គឺយើងមានប៉ុណ្ណាគឺប៉ុណ្ណឹងចាយើងដាក់ទៅឲ្យអស់ទៅណាហើយយើងចាប់ផ្ដើមរៀបវារាយតិចចឹងទៅចាហើយបងប្អូនអាចយកកម៉ោមកខបមកហើយការចាវហ្នឹងខ្ញុំទុកវារយៈពេល4ថ្ងៃ4យប់ដោយសារនៅអាមេរិកនេះឥឡូវនេះនៅត្រជាក់ចាបងប្អូនហុំជាមួយកសែងអីក៏បានឬក៏នេះខ្ញុំមានកៅល្ងាខ្ញុំចាស់ពីមុនខ្ញុំយកមកទុកហុំទៅដើម្បីវាហប់ល្អចាហើយនេះខ្ញុំបើកចេញមកហើយបងប្អូននេះ4ថ្ងៃ4យប់ហើយចាឥឡូវនេះបងប្អូនឃើញនៅលើហ្នឹងវាមានដូចជា
ផ្សិតអីអញ្ចឹងតាមពិតមិនមែនទេគឺមេតបាយយើងវាដោះចេញមកល្អបងប្អូនផ្សិតហ្នឹងគឺមានប្រយោជន៍អត់មានបញ្ហាទេញ៉ាំបានហើយឃើញរូបវាអញ្ចឹងផ្អែមខ្លាំងណាបងប្អូនចាមិនបាច់ដាក់ទឹកស្ករទឹកអីទេចាឲ្យជាមួយនឹងដូងទៀតអូយអែមតែម្ដងបងប្អូនចាអរគុណច្រើន